ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីវិធីកាត់ចិត្តអញ្ចឹងបើសិនជាចង់កាត់ចិត្តពីពួកមនុស្សក្បត់មនុស្សគួរឲ្យស្អប់អីហ្នឹងយើងអាចកាត់សក់យើងទៅយើងនឹងមានអារម្មណ៍ថាធូរស្រាលជាងមុនខ្ញុំមានអារម្មណ៍ថាអូយក្រំបាយជាងមុនឆ្ងាយអូខេអញ្ចឹងកាត់ប៉ុណ្ណឹងវាមិនទាន់អស់ទេអ្នកខ្លះវិញទៅកុំតែស្ដាយអាមនុស្សប្រុសថោកទាបអីអញ្ចឹងយើងកាត់បន្ថែមទៀតមើលមានអារម្មណ៍មិនវិញឃើញអត់មានអីគួរឲ្យសំណោះទេមនុស្សអញ្ចឹងទុកចោលទៅអូលោកព្រះអូយខ្ញុំមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍ថាធូរស្បើយជាងមុនឆ្ងាយកាត់ចិត្តបានហើយពីមនុស្សអាក្រក់ទាំងអស់មិនថាមិត្តក្បត់មិនថាក្រាស់មើលចុះខ្ញុំសប្បាយចិត្តអូព្រះហើយមើលចុះខ្ញុំយើងបន្ថែមទៀតខ្ញុំមានអារម្មណ៍ថាជ្រះថ្លាណាស់សប្បាយចិត្តខ្លាំងណាស់ឃើញយើងបានស្អាតហើយយើងមានអារម្មណ៍ល្អទៅអស់ចាស្អីមនុស្សអស់ហ្នឹងអូខេអញ្ចឹងកោទាំងឲ្យអស់អញ្ចឹងភាពចង្រៃហ្នឹងក៏អស់ទៅតាមនឹងដែរហើយខ្ញុំអត់ពិបាកចាំបាច់ទៅបួសទៅខូចចិត្តហុចអីទេគឺកោទាំងឲ្យចោលឲ្យអស់អញ្ចឹងទៅយើងមិនបាច់ចាំពិបាកអស់ថ្លៃកក់សក់កក់អីទៀតណាមួយទឹកក៏ដាច់ផងអញ្ចឹងអត់កក់សក់ក៏អត់ស្អុយក្បាលដែរអ្នកទាំងអស់គ្នាអាចប្រើវិធីនេះបានឃើញទេខ្ញុំនៅតែស្អាតអូសប្បាយចិត្តហឺហាហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាស្គាល់អ្នកណាដែលតែងតែខូចចិត្តតែងតែសេតតែងតែដ្រាម៉ាអីហ្នឹងអាច mention គាត់ចូលកោតងោលមើលការកោតងោលនឹងបានហើយវាអត់មានកាត់ថ្លៃ